សួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយទាក់ទងទៅនឹងការដាក់ story ចូលនៅក្នុងFacebook របស់យើងបាទអញ្ចឹងជាធម្មតា story របស់យើងគឺអត់មានចម្រៀងខ្មែរទេនៅក្នុងនេះទោះបីជាយើង search ឈ្មោះartist ឬក៏វណ្ណដាជា David ឬក៏ទេពសិទ្ធអីទេគឺយើងអាចឃើញជាមួយនឹងចម្រៀងខ្មែរទេអញ្ចឹងយើងដាក់យ៉ាងម៉េចបាទយើងអាចមានវិធីបាទខ្ញុំមានវិធីក្នុងការដាក់ចម្រៀងខ្មែរបានអ្នកនរគ្នាអាចធ្វើតាមរបៀបនេះបានបាទអ្នកនរគ្នាគ្រាន់តែចុចពាក្យ search បាទ search បទចម្រៀងដែលយើងស្រឡាញ់បាទបទណាឬក៏ចំណងជើងអីចឹងណាបាទឬក៏បងប្អូនFacebook ទៅឃើញចម្រៀងអីមួយអ្នកគ្នាអាចធ្វើតាមនេះបានអញ្ចឹងយើងខ្ញុំធ្វើការចូលទៅកាន់ទេពសិទ្ធមួយបាទខ្ញុំយកបទគិតដាក់ក្នុង story អញ្ចឹងណាបាទអញ្ចឹងយើងមានវិធីនេះបើសិនតែបងប្អូននៅក្រៅប្រទេសគឺយើងអាចដាក់បទចម្រៀងខ្មែរបានតែបើបងប្អូននៅក្នុងប្រទេសខ្មែរយើងតែម្ដងគឺអត់អាចដាក់ចម្រៀងខ្មែរយើងបានទេបើសិនបងប្អូនអត់ធ្វើតាមនេះគឺអត់អាចដាក់បានចម្រៀងខ្មែរទេអញ្ចឹងកំផាត់ពីយូរយើងចូលទៅកាន់វីដេអូមួយណាដែលបងប្អូនស្រឡាញ់អូខេអញ្ចឹងខ្ញុំចូលចិត្តបទនេះមួយចុះអញ្ចឹងយើងចូលកន្លែងពាក្យ share នេះមកបាទបន្តមកទៀតយើងកន្លែងពាក្យថា story បាទយក story មកបាទអញ្ចឹងវានឹងចូលកន្លែងនេះហើយបាទយើងបាត់បទចម្រៀងហើយតែយើងបរួមវាទូចមកបាទឲ្យទូចប៉ុណ្ណឹងមកអ្នកគ្នាចុចកន្លែងពាក្យថា sticker បាទហើយយើងអូសមកក្រោមយើងរូបពាក្យរូបថតបាទកន្លែងនេះយើងឃើញរូបថតចុចកន្លែងហ្នឹងមកហើយយើងដាក់រូបភាពរបស់យើងបាទនេះយើងប្រិចមកហើយឬក៏ប្រិចធំក៏បានដែរបាទតាមបងប្អូនស្រឡាញ់បាទអូខេប៉ុណ្ណឹងយើងបាន story យើងមួយហើយបាទហើយយើងចុច share ទៅបាទចុច share កន្លែងនេះគឺជាការស្រេចអូខេអញ្ចឹងសម្រាប់បងប្អូនដែលនៅក្រៅប្រទេសបាទមិនថានៅប្រទេសថៃឬទៅប្រទេសផ្សេងគឺយើងអាចដាក់ story បទខ្មែរបានប៉ុន្តែបើបងប្អូននៅខ្មែរតែម្ដងគឺភាគរយនៃការដាក់ចម្រៀងខ្មែរនៅក្នុង story គឺប្រហែលជាអត់សូវមានទេបាទបងប្អូនជួបបញ្ហានេះអាចធ្វើតាមរបៀបនេះបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទជួបគ្នាវីដេអូក្រោយ